ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទបុរាណខ្មែរយើងមួយទៀតហើយចាដែលប្រាសាទនេះគឺស្ថិតនៅខាងជើងប្រាសាទបាគងចាពុកម៉ែមកទស្សនាប្រាសាទបាគងអាចឈានចូលមកទស្សនាប្រាសាទចាទូចដែលរណបនៅគៀននៃប្រាសាទបាគងនេះផងចាគឺនៅនឹងចិត្តផ្ទះអ្នកភូមិតែម្ដងចាបើសិនជាយើងមិនចាប់អារម្មណ៍គឺមិនដឹងថាមានប្រាសាទនៅទីនឹងទេចាគឺប្រាសាទដែលសាងសង់ពីឥដ្ឋមានតួប៉មតែមួយទេចានេះគឺជាប្រាសាទស្នាដៃដូនតាយើងហើយចាប៉ុន្តែគួរឲ្យសោកស្ដាយមែនទែនដោយសារតែប្រាសាទមិនមានដាក់ស្លាកសញ្ញាឈ្មោះឬក៏ដឹងពីឈ្មោះរបស់ប្រាសាទទេចាដោយសារតែនាងខ្ញុំបានសាកសួរព័ត៌មានពីអ្នកភូមិដែរចាតែគាត់មិនស្គាល់ឈ្មោះនៃប្រាសាទមួយនេះទេចាពិតជាគួរឲ្យសោកស្ដាយមែនទែនចាប្រាសាទគឺបាក់បែកមែនប៉ុន្តែនៅសេសសល់រៀងច្រើនដែរចាគួរតែមានឈ្មោះនិងមានការដាក់ចាប៉ាយពីខាងមុខដើម្បីឲ្យភ្ញៀវគាត់បានឃើញហើយគាត់បានចូលមកទស្សនានៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាតាមមើលទស្សនវិជ្ជាទូទៅរបស់ប្រាសាទមួយនេះគឺមិនទាន់ទទួលបានការរៀបចំជួសជុលនៅឡើយទេចាសង្ឃឹមថានៅថ្ងៃមុខប្រាសាទនឹងទទួលបាននៅការរៀបចំជួសជុលចាដើម្បីជាការទុកសម្រាប់តេទៀងភ្ញៀវជាតិនិងអន្តរជាតិនិងដើម្បីថែរក្សានៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាប្រាសាទគឺសាងសង់អំពីឥដ្ឋចាលាយជាមួយនឹងថ្មភក់រោងការបាក់បែកអស់ស្ទើរតែទាំងស្រុងទៅហើយចាហើយយើងក៏មិនច្បាស់ពីឈ្មោះនិងប្រវត្តិនៃប្រាសាទទេប៉ុន្តែបើតាមការមើលនឹងការសន្និដ្ឋានប្រាសាទនេះប្រហែលជាសាងសង់អំឡុងឆ្នាំជាមួយនឹងប្រាសាទបាគងដែរពុកម៉ែបងប្អូនចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានពេលវេលាបានមកទស្សនាប្រាសាទបាគងកុំភ្លេចឈានចូលមកទស្សនាប្រាសាទនេះផងចាគឺនៅខាងត្បូងប្រាសាទបាគងតែម្ដងចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាជូនពរដល់ពុកម៉ែបងប្អូនចាឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីទទួលទានមានបានគ្រប់ក្រុមគ្រួសារសូមបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននៅវីដេអូថ្មីនិងដើម្បីជាការផ្ដល់នៅកម្លាំងចិត្តដល់រូបនាងខ្ញុំចាពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលា